បច្ចុប្បន្នទំលាយមូលហេតុត្រឹម10នាទីបង្កឲ្យហាងឆេះទាំងស្រុងនិងសុំការយោគយល់ពីម្ចាស់ផ្ទះជួលចាការប្រយុទ្ធថ្ងៃទី18ខែមិថុនាឆ្នាំ2025កន្លងទៅនេះអ្នកគាំទ្រក៏ដូចជាមិត្តទាំងក្នុងក្រៅរង្វង់សិល្បៈរបស់តារាស្រីពេជ្រចរណៃចាមានការរន្ធត់ចិត្តយ៉ាងខ្លាំងដោយទទួលដំណឹងថាហាងរបស់នាងបានភ្លើងឆាបឆេះកាលពីវេលាម៉ោង8:45នាទីយប់ចាក្នុងនោះហាងរបស់កញ្ញាពេជ្រចរណៃដែលត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនោះដែរគឺជាហាងអាហារដែលនាងកំពុងរៀបចំនិងត្រៀមបើកដំណើរការនាចុងខែមិថុនាឆ្នាំ2025ខាងមុខនេះចាយ៉ាងណាមិញជាអកុសលហាងដែលជាក្តីស្រមៃកើតចេញពីកម្លាំងញើសឈាមមួយនេះត្រូវរលាយអស់មួយរំពេចព្រោះតែអំណាចភ្លើងចាចំពោះហាងរបស់តារាស្រីរូបនេះត្រូវបានគេដឹងថាជាហាងថ្មីដែលនាងទើបតែរៀបចំរួចនិងត្រៀមសម្ពោធដំណើរការដែលមានចែកជា3ផ្នែកមានចាអាហារដ្ឋានម្ហូបកំងបែបខ្មែរកាហ្វេល្បុក្កតោខ្មែរចានឹងជាកន្លែងបង្ហាត់ក្បាច់គុនបុរាណខ្មែរផងដែរការក្រោយហាងត្រូវឆាបឆេះទាំងស្រុងហើយនោះនៅរសៀលថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះកញ្ញាពេជ្រចរណៃបានចេញមកជម្រាបជូនមហាជនពីមូលហេតុចានៃការបង្កឲ្យហាងឆាបឆេះលឿនត្រឹមមួយប៉ព្រិចភ្នែកចាត្រឹមរយៈពេល10នាទីក៏ឆេះអស់តិចទីចាលើពីនោះកញ្ញាក៏សុំពេលដល់ម្ចាស់ផ្ទះជួលក្នុងការជួសជុលហាងឡើងវិញឲ្យដូចដើមដែរ